ពួកពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់របស់បានបាទថ្ងៃនេះដែរខ្ញុំបានទទួលព័ត៌មានមួយតាមបណ្ដាញសង្គមតំណែងគេហៅថាឆាតនិង Telegram ហើយនឹងទូរស័ព្ទជាច្រើនខ្សែពីសំណាក់បងប្អូនប្រជាពលរដ្ឋនិងបងប្អូនកម្មករកម្មការិនីបាទគាត់សួរសំណួរមកខ្ញុំថាមានការជំរាបប្រជាពលរដ្ឋក្នុងភូមិសាស្ត្រឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែរឬទេបងដែរឬទេមេបាទអញ្ចឹងហើយដោយសារមានព័ត៌មានចែកចាយបាទចែកចាយនៅលើតាមបណ្ដាញសង្គមតំណែងថាមានការចម្លៀសនោះគឺព័ត៌មានមិនពិតទេពុកម៉ែបងប្អូនណាព័ត៌មានអត់ពិតទេដោយយើងឃើញនៅលើបណ្ដាញសង្គមតំណែងផេកផ្លូវការរបស់បងប៉ាន់ខេមប៊ុនថនស្រឡាញ់សន្តិភាពមុននេះគាត់បានប្រកាសឲ្យថាសូមជម្រាបជូនថាមិនមានការចម្លៀសប្រជាពលរដ្ឋក្នុងភូមិសាស្ត្រអូ3ជាន់ឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យទេគិតត្រឹមម៉ោងនេះសូមបងប្អូនក៏មានការយល់ច្រឡំបាទអញ្ចឹងយើងឃើញឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាប្រជាពលរដ្ឋកម្មករកម្មការិនីទាំងអស់ដែលបានឆាតមកសួរខ្ញុំ Telegram មកសួរខ្ញុំទឹកខលមកសួរខ្ញុំនោះបាទគឺអត់មានទេពុកម៉ែបងប្អូនណាព័ត៌មាននោះគឺជាព័ត៌មានคล้ายៗព័ត៌មានញុះញង់ឲ្យមានភាពវឹកវរដល់សង្គមជាតិចលាចលក្នុងសង្គមជាតិយើងបាទដោយជនអកតេមួយចំនួនដែលបានផ្សព្វផ្សាយព័ត៌មាននោះអញ្ចឹងសូមជម្រាបដល់បងប្អូនទាំងអស់គ្នាថាព័ត៌មាននេះគឺមិនពិតទេគឺជាព័ត៌មានคล้ายៗបាទអញ្ចឹងសូមបងប្អូនកុំចែករំលែកបន្តកុំ share បន្តឬមួយកុំបោះទៅណាបន្តទៀតបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាជិបព័ត៌មាននេះមិនពិតទេគឺព័ត៌មានคล้ายៗបាទដែលបានបំផលឲ្យមានភាពវឹកវរចលាចលនៅក្នុងសង្គមជាតិរបស់យើងបាទអញ្ចឹងសូមបងប្អូនមុននឹងចែកចាយត្រូវត្រួតពិនិត្យមើលច្បាស់លាស់ថាប្រភពព័ត៌មាននឹងចេញមកពីណាហើយព័ត៌មាននឹងពិតអត់បាទអញ្ចឹងត្រូវប្រយ័ត្នប្រយែងបងប្អូនណាព្រោះវាពាក់ព័ន្ធនឹងការងារប្រទេសជាតិរបស់យើងបាទយើងមើលតាមផេកផ្លូវការរបស់ក្រសួងការពារជាតិនិងផេករបស់ថ្នាក់ដឹកនាំមួយចំនួនបានយើងអាចយកជាការបានបងប្អូនណាបាទសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា